ចេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀនអំពីវិធីធ្វើកង្កែបបោកបងប្អូនថ្ងៃនេះយើងបុកគ្រឿងយើងដូចគ្រឿងស្លំជូរគ្រឿងដែរហ្នឹងបងប្អូនមានអីទេមានម្ដេងស្លឹកក្រូចជាមួយគល់ស្ក្រៃយើងបើយើងលេងម្ទេសទៀតក៏កាន់តែល្អជាមួយខ្ទឹមយើងហ្នឹងបងប្អូនបុកឲ្យម៉ត់មករួចហើយយើងយកទៅដាក់ខ្លាញ់នឹងខ្ទះយើងហ្នឹងយើងយកទៅឆាឲ្យវាឈ្ងុយមកណាបងប្អូនរួចហើយយើងក៏ច្រាមសាច់យើងមានសាច់អង្កែបនិងសាច់ជ្រូក3ជាន់យើងហ្នឹងបងប្អូនក៏ច្រាមឲ្យម៉ត់មករួចហើយយើងឆាជាមួយសាច់ជ្រូក3ជាន់ជាមួយគ្រឿងយើងហ្នឹងទៅហើយបើសិនជាយើងបងប្អូនមានខ្ទិះដូងក៏កាន់តែឆ្ងាញ់ដែរបងប្អូនដាក់ខ្ទិះដូងថែមទៀតបងប្អូនខ្លះគ្រួសារគាត់ញាត់សាច់ឆៅក៏បានដែរតែបើគ្រួសារខ្ញុំចូលចិត្តឆាសាច់នឹងឲ្យឆ្អិនល្អបងប្អូនដោយសារអីយើងស្រួលអាំងស្រួលចៀនឬក៏បំពងចឹងទៅវាឆ្អិនល្អដល់ក្នុងណាបងប្អូនរួចហើយបងប្អូនកាត់មីសួរយើងឲ្យខ្លីៗមកលាយជាមួយសាច់ដែលយើងឆាឆ្អិនហ្នឹងសាច់ហ្នឹងយើងដាក់ស្ករអំបិលវាចេញដាក់គ្រឿងទៅបងប្អូនឲ្យហើយទៅលាយជាមួយមីសូយើងយកមកញាត់ក្នុងសាច់អង្កែបយើងហ្នឹងមកបងប្អូនញាត់ហើយចឹងយកទៅហាលតែមកល្មមបងប្អូនអត់ហាលក៏បានដែរតែខ្ញុំហាលចឹងណាបងប្អូន